សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានព័ត៌មាននិងសារអប់រំមួយដែលតាក់ទងទៅនឹងយុវជននិងសង្គមបច្ចុប្បន្នយើងសង្កេតឃើញថាមានយុវជនមួយចំនួនបានធ្វើភ្លើតភ្លើនមួយពេលហើយដោយសារតែការយល់ខុសនិងការចាញ់បោកមិត្តភ័ក្តិការប្រើអារម្មណ៍ជ្រុលឬការចង់សាកល្បងអ្វីដែលថ្មីដោយមិនគិតពីផលវិបាករឿងខ្លះកើតត្រឹមតែមួយពេលប៉ុន្តែអាចប៉ះពាល់ដល់អនាគតនិងក្រុមគ្រួសារទាំងមូលពេញមួយជីវិតជាក់ស្ដែងកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2026អគ្គនាយកដ្ឋានពន្ធនាគារបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើងសរុបចំនួន790នាក់ពីមជ្ឈមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានីខេត្តទៅអនុវត្តទោសបន្តនៅមណ្ឌលកែប្រែនិងពន្ធនាគារគោលដៅចំនួន2ក្នុងគោលបំណងអប់រំកែប្រែស្ដារនីតិសម្បទាដើម្បីពុបហេតុនិងការបម្រើជាតិមាតុភូមិខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងរបស់អគ្គនាយកដ្ឋានពន្ធនាគារអគ្គនាយកដ្ឋានពន្ធនាគារសូមជម្រាបជូនដល់សាធារណជនជ្រាបថាអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃអគ្គនាយកដ្ឋានពន្ធនាគារបានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើងភេទប្រុសសរុបចំនួន790នាក់ពីមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានីខេត្តទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែនិងពន្ធនាគារគោលដៅចំនួន2ដូចខាងក្រោម1បណ្ឌលអប់រំកែប្រែទី4ខេត្តពោធិ៍សាត់មានចំនួន651នាក់2ពន្ធនាគារខេត្តឧត្តរមានជ័យមានចំនួន139នាក់ការផ្ទេរទណ្ឌិតជាក្មេងទំនើងនេះគឺក្នុងគោលបំណងបង្កើតការអប់រំកែប្រែស្ដារនីតិសម្បទាតាមរយៈការចូលរួមបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផងដើម្បីពុបហេតុបម្រើជាតិនិងការស្រឡាញ់ជាតិមាតុភូមិផងដែរកម្មវិធីបណ្ដុះបណ្ដាលទាំងនេះរួមមានជំនាញកសិកម្មដូចជាការដាំដុះបន្លែបង្ការចិញ្ចឹមសត្វនិងជំនាញសំណង់ដូចជាការចាក់កម្របលានដ្ឋាននិងសំណង់បេតុងផ្សេងៗដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យជាតិកម្មវិធីបណ្ដុះបណ្ដាលខាងលើនេះនឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្មនិងមន្ត្រីជំនាញផ្នែកកសាងគម្របលានដ្ឋានអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មានសេចក្តីប្រកាសព័ត៌មានខាងលើនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី26ខែមេសាឆ្នាំ2026បានលើកឡើងថាស្ថាប័នជំនាញបានសហការគ្នារៀបចំបញ្ជូនទណ្ឌិតក្មេងទំនើងឲ្យទៅបម្រើការងារជួយដល់ជួរមុខដើម្បីបង្កើនផលប្រយោជន៍ជួយដល់សមរភូមិមុខឃើញព័ត៌មានខាងលើខ្ញុំសង្ឃឹមថាយុវជនទាំងអស់នឹងយល់ហើយការសម្រេចចិត្តខុសត្រឹមតែមួយពេលអាចនាំធ្វើឲ្យបាត់បង់អនាគតដ៏ធំធេងយុវជនត្រូវចាំថាសូមកុំចាញ់ការលបួងកុំធ្វើអ្វីដែលខុសច្បាប់កុំដើរតាមមិត្តភ័ក្តិដែលនាំទៅរកផ្លូវអាក្រក់ទុយទៅវិញសូមយកពេលវេលាទៅសិក្សារៀនសូត្រធ្វើការងារល្អជាមួយក្រុមគ្រួសារនិងអភិវឌ្ឍខ្លួនឲ្យក្លាយជាមនុស្សល្អយុវជនល្អជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់សង្គមជាតិអនាគតរបស់យើងស្ថិតនៅលើការជ្រើសរើសរបស់យើងនៅថ្ងៃនេះសូមអរគុណសម្រាប់ការទស្សនាបើយល់ថាវីដេអូមានប្រយោជន៍និងជួយលើកទឹកចិត្តដល់យុវជនសូមចែករំលែកទៅកាន់ពួកគេឥឡូវនេះសូមអរគុណ